Ok, số đây nha, tặng ngọc này nè để sử lạnh phết cả sự cam rồi có cả đam đó ngày ní cứ nhung miên tích nick sầm đẹp dương thua cả đam mặt tê rồi ní cứ chỉ cả đam mặt tê bỏ nhóm nơi không thùng sáo rồi nè tặng ngọc này ban khơi nhé tha đầm nam để nhóm đam nơi này đấy cứ phía trưởng cứ lò này đời xa tại ngàyนี้គឺខ្ញុំនឹងចែករំលែកតាក់ទងជាមួយនឹងការដាំម្ទេសដូចគ្នាដែលយើងឃើញផ្លែច្រើនបាទអញ្ចឹងពុកម៉ែបងប្អូនកំពុងតែទស្សនាឃើញហើយចាក់ស្ដែងគឺផ្លែច្រើនខ្លាំងមែនទែនហើយហ្នឹងគឺនៅក្នុងធុងស្នោទេហេតុអីបានជាយើងដាំនៅក្នុងធុងស្នោហើយម្ទេសរបស់យើងគឺមានកម្លាំងដូចដាំនៅលើដីបាទដែលមានជីវជាតិខ្លាំងអញ្ចឹងណាអញ្ចឹងទី1ដែលខ្ញុំឲ្យហ្នឹងគឺដីបាទគឺយើងលាយដីឲ្យត្រូវហើយចង់បានវីដេអូលាយដីអាចធ្វើការខមមិនមកបានហើយឥឡូវហ្នឹងគឺខ្ញុំអត់ចង់និយាយពីការលាយដីទេប៉ុន្តែយើងនិយាយពីតិចនិចមួយតាក់ទងជាមួយនឹងបាទការធ្វើឲ្យម្ទេសរបស់យើងហ្នឹងមានមែកច្រើនហើយវាផ្លែច្រើនអញ្ចឹងនៅពេលដែលម្ទេសរបស់យើងគាត់ចាប់ផ្ដើមចេញផ្កាឬក៏វាចាប់ផ្ដើមពេញវ័យដើម្បីឲ្យម្ទេសរបស់យើងមានមែកច្រើនហើយវាផ្លែបានច្រើនដូចគ្នាយើងត្រូវតែចាប់វាទាញផ្ដេកបាទដូចនៅក្នុងវីដេអូនេះគល់ហើយខ្ញុំចាប់វាទាញផ្ដេកពីមុនដើមមាននៅចន្លោះនេះហើយខ្ញុំនឹងចាប់ដើមទាញវាផ្ដេកនៅពេលដែលទាញវាផ្ដេកឥឡូវហ្នឹងយើងរាប់ទាំងអស់គ្នាថាមកវាដុះប្រមាណមែកហើយមែកទាំងអស់គឺសិតតែមានផ្លែនិងមានផ្កា1 2 3 4 5 6 7 8មែកបាទហើយមួយនេះគឺជាដើមម្ទេសដែលខ្ញុំអត់បានទាញអញ្ចឹងយើងមើលវិភាគខុសគ្នារបស់វាដែរអត់បានទាញគឺវាដុះឡើងតែ2មែកទេបាទវាមានតែ2មែកអញ្ចឹងធៀងក្រោមទៀតគឺវាអត់មានមែកទេហើយមួយនេះក៏ខ្ញុំទាញផ្ដេកដែរអញ្ចឹងវាដុះមែកច្រើនបាទនេះដុះមែកច្រើនដូចបានឃើញនៅក្នុងវីដេអូហើយមួយនេះគឺរត់តែល្អទៀតមែកជាង10បាទជាង10បើយើងមើលតាំងពីក្រោមរហូតទៅដល់លើគឺមែករបស់វាច្រើនមែនទែនហើយក្នុងមួយមែកគឺវាផ្លែវាច្រើនអញ្ចឹងមានន័យថានៅពេលដែលយើងចាប់ផ្ដើមទាញដើមរបស់វាផ្ដេកវាធ្វើឲ្យមែកនីមួយហ្នឹងវាដុះតាមស្មៃនីមួយវាធ្វើឲ្យម្ទេសរបស់យើងហ្នឹងមួយដើមតែប្រែទៅជា10ដើមអញ្ចឹងនៅពេលដែលបងប្អូនទៅដាំយើងកុំប្រើគម្លាតវាគៀកគ្នាពេកយើងទុកគម្លាតសម្រាប់យើងធ្វើការផ្ដេកម្ទេសរបស់យើងនៅពេលដែលយើងផ្ដេកម្ទេសរបស់យើងកាន់តែដួលទៅគឺវាធ្វើឲ្យមែកម្ទេសរបស់យើងគឺវាដុះធៀងកាន់តែច្រើនវាធ្វើឲ្យទិន្នផលរបស់យើងគឺកាន់តែច្រើនអញ្ចឹងឥឡូវនេះគឺចាប់ផ្ដើមផ្លែបងប្អូនបាទនេះចាប់ផ្ដើមផ្លែល្អខ្លាំងមែនតើនេះឃើញទេបាទម្ទេសនេះគឺផ្លែល្អហើយបើយើងធៀបជាមួយម្ទេសដែលខ្ញុំអត់បានផ្ដេកអានេះគឺខ្ញុំចង់ប្រៀបធៀបដែរគឺអត់មានទេបាទអត់សូវមានមែកទេតែអានេះម្ទេសអាចសัตว์ទេវាខ្ញុំអត់បានផ្ដេកប៉ុន្តែក៏វាមែកល្អដែរតែផ្លែទូចវាមិនមែនជាទិន្នផលដែលយើងចង់បានដូចម្ទេសនេះដែលមើលទៅមានមែកច្រើនបាទអញ្ចឹងការចែករំលែករបស់ខ្ញុំនៅថ្ងៃនេះគឺមានប៉ុណ្្នឹងទេបើសិនជាមានចម្ងល់តាក់ទងនឹងការដាំដុះអីអាចជជែកសួរគ្នានៅក្នុង comment ក្រោមវីដេអូ YouTube របស់ខ្ញុំបានអរគុណច្រើន